បាទអញ្ចឹងបងប្អូនក៏អាចជ្រាបបានដែរថាយើងមិនផ្ដោតទៅលើការរៀនវេយ្យាករណ៍បែបកម្រិតធ្ងន់ទេបានន័យថាយើងអត់ទៅវិភាគឯណា verbs ឯណា to be gerund ឯណាណីទេគឺយើងផ្ដោតឲ្យកូនសិស្សមើលជាវីដេអូហើយពិពណ៌នាអ្វីដែលគាត់និយាយអឺនិយាយនៅអ្វីដែលគាត់បានឃើញអញ្ចឹងបងប្អូនគិតថាបងប្អូនជាច្រើនបានន័យថាទៅអត់រួចទេអាហ្នឹងទៅអត់រួចទេប៉ុន្តែអត់ទេយើងមានវិធីល្បួងកូនសិស្សទាល់តែគាត់និយាយចេញបាទមុនដំបូងគាត់អាចនឹងនិយាយពាក្យខ្លីៗឧបមាថា he runs គាត់រត់ she swims គាត់ហែលទឹក she reads គាត់អានបាទអាហ្នឹងបើសិនជាអឺអាហ្នឹងបងប្អូនអឺយើងធានាថាកូនសិស្សនឹងនិយាយចេញបាទដោយយើងមានវិធីលួងលោមឆ្កឹះគាត់យ៉ាងម៉េចឲ្យតែនិយាយមកបានបាទយើងមានវិធីសាស្ត្រច្បាស់លាស់បងប្អូនធ្វើអត់បានប៉ុន្តែពួកយើងធ្វើបានអានឹងធានា100%ហើយបើកវងកញ្ចក់ផងដែរចំពោះលោកគ្រូអ្នកគ្រូសួរថាឯចុះឲ្យកូនសិស្សនិយាយធ្វើម៉េចបើគាត់អឺនិយាយ past tense ធ្វើម៉េច អញ្ចឹងអ្វីដែលយើងនិយាយរឿងនិយាយប្រាប់គេយើងមិននិយាយជា past tense មែនណាក៏ប៉ុន្តែចំពោះអង់គ្លេសបែបអាមេរិកាំងគឺយើងអាចនិយាយយើងប្រើ present simple ទៅនិយាយអ្វីដែលហេតុការណ៍ដែលយើងបានជួបពីព្រឹកអីបានបាទឲ្យតែយើងកុំប្ដូរបានន័យថាយើងកុំប្ដូរអតីតកាលលាយជាមួយនឹងបច្ចុប្បន្នកាលយើងលាយចូលគ្នាបានជនជាតិពិបាកស្ដាប់ប៉ុន្តែបើសិនយើងថា I go to the market I meet a nice lady ខ្ញុំទៅផ្សារខ្ញុំបានជួបនាស្ត្រីម្នាក់ដែលចិត្តល្អយើងនិយាយអញ្ចឹងជនជាតិស្ដាប់យើងបាន100%ហើយជនជាតិអាមេរិកាំងចូលចិត្តស្ដាប់របៀបហ្នឹងណាស់បើសិនជាយើងនិយាយ I went to the market I saw I see a lady យើងលាយចូលគ្នាអញ្ចឹងអានឹងចំពោះលោកគ្រូអ្នកគ្រូដែលស្ដាប់បានណាស្ដាប់បានថាខ្ញុំអឺឆ្ងល់ថាម៉េចបានយើងទៅនិយាយបានយើងអត់ចាំបាច់ប្រើ present simple ក៏បានដែរpast simple ក៏បានដែរយើងប្រើតែ present simple ក៏យើងអាចនិយាយចេញដែរបាទអញ្ចឹងនៅពេលដែលថ្ងៃក្រោយយើងចង់ប្ដូរគាត់ឲ្យគាត់ទៅនិយាយpast simple អត់បញ្ហាទេយើងគ្រាន់តែថែម ed ភាគច្រើនគឺយើងថែម ed មែនទេនៅក្នុងការសរសេរប៉ុន្តែក្នុងការនិយាយគឺវាដដែលហើយនឹង irregular verbs យើងនៅពេលដែលគាត់និយាយចេញហើយគាត់នឹងនិយាយខុសគាត់ថា I go to the market this morning ខ្ញុំបានទៅ